Liverpool ត្រូវបានជំរុញឲ្យនាំយកកីឡាករ Man United រូបនេះទាន់នៅមានឱកាស Fabio Borini បានជំរុញឲ្យអតីតក្លឹបរបស់គាត់ Liverpool ឆក់យក Jadon Sancho ពី Manchester United ដោយសារឥឡូវនេះខ្សែបម្រើស្លាប់កំពុងរស់នៅក្នុងសុបិនអាក្រក់នៅឯកីឡដ្ឋាន Old Trafford អតីតខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool លោក Fabio Borini ធ្លាប់បានជំរុញឲ្យក្លឹបរបស់ខ្លួនផ្ទេរកីឡាករ Jadon Sancho ខណៈពេលដែលគាត់នៅ Borussia Dortmund មុនពេលដែលក្លឹប Manchester United បានធ្វើឲ្យគាត់ក្លាយជាកីឡាករដ៏សំខាន់មួយនៅក្នុងក្លឹបមួយនេះកីឡាករវ័យ23ឆ្នាំខាងលើកំពុងកិច្ចចេញពីសុបិនអាក្រក់ដែលជាលទ្ធផលនៃការឆ្លោះប្រកែកគ្នាជាសាធារណៈបានចាប់ផ្ដើមនៅពេលដែល Sancho បានជំទាស់នឹងហេតុផលដែលអ្នកចាត់ការលោក Erik ten Hag បានផ្ដល់ដើម្បីបង្ហាញពីភាពត្រឹមត្រូវមួយនៃការមិនដាក់ឲ្យគាត់លេងក្នុងការប្រកួតទល់នឹង Arsenal ចាប់តាំងពីហេតុការណ៍ថ្ងៃទី3ខែកញ្ញាមកឥឡូវនេះកីឡាករអន្តរជាតិអង់គ្លេសត្រូវបានដកចេញពីគ្រប់សកម្មភាពទាំងអស់ខណៈដែល ten Hag នៅតែមានភាពតានតឹងចំពោះស្ថានភាពខាងលើ Sancho ចុងក្រោយបានទទួលរងការឈឺចាប់ដោយដែលបានរាយការណ៍ដោយគេហទំព័រ Echo ហើយគេហទំព័រ Manchester Evening News បានឲ្យដឹងថាគាត់កំពុងត្រូវបានដកចេញពីរូបថតក្រុមដំបូងជាផ្លូវការរបស់ United ផងដែរជោគវាសនារបស់ Sancho អាចនឹងដូចជាមួយនឹងវាសនារបស់ Cristiano Ronaldo បន្ទាប់ពីទទួលរងនៅកំហឹងរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ប៉ុន្តែព្រឹត្តិការណ៍វាអាចខុសគ្នាទាំងស្រុងប្រសិនបើ Liverpool មិនស្ដាប់តាមពាក្យរបស់អតីតខ្សែប្រយុទ្ធខ្លួនបានប្រាប់